បងប្អូនស្រីទាំង7នាក់រៀបការថ្ងៃតែមួយបងស្រីទាំង6នាក់សុទ្ធតែបានរៀបការចូលត្រកូលអ្នកមាននៅហើយឆឹងម្នាក់មានមុខមាត់ខ្លាំងណាស់រងរឿងឥតខ្ចោះបងស្រីច្បងរៀបការជាមួយត្រកូលអភិជនថ្នាក់ខ្ពស់ក្បួនរថយន្តរៀបការសុទ្ធតែជារថយន្ត Rolls-Royce ស៊េរីទំនើបបំផុតអ្នកគ្រប់គ្នាសុទ្ធតែចំណែននឹងបងស្រីច្បងដែលនឹងមានជីវិតរុងរឿងទៅមុខដល់វិញប្អូនស្រីពើក្នុងផ្ទះវិញអ្នកដែលមកទទួលរៀបការបែរជាមានត្រឹមតែតាក់ទងមួយចំនួនឪពុកម្ដាយឃើញហើយក៏សម្ដែងការស្អប់ខ្ពើមពួកបងស្រីកាន់តែចំអកឲ្យយ៉ាងមិនទុកមុខមិនដឹងថាប្តីរបស់នាងប្រើតាក់ទងមកអ្វីនោះទេបុរសម្នាក់នោះត្រូវគេចំអកឲ្យដល់ថ្នាក់ធ្វើអ្វីមិនត្រូវតែក្មេងស្រីម្នាក់នោះបែរជាមិនខ្វល់អ្វីបន្តិចឡើយញឹមទទួលយកបាច់ផ្កាពីដៃប្តីរបស់នាងគ្រប់គ្នាគិតថាជីវិតប្អូនស្រីពើទៅមុខនឹងខុសគ្នាដូចមេឃនឹងដីជាមួយបងស្រីទាំង6នាក់ដោយមិនដឹងថាអត្តសញ្ញាណពិតរបស់បុរសម្នាក់នេះតាមពិតគឺជាអ្នកស្នំរត់របស់អ្នកមានបំផុតនៅហើយឆឹងដើមឡើយគឺម្ដាយក្មេងព្រួយបារម្ភថាប្រពន្ធរបស់កូនពៅនឹងដូចជាប្រពន្ធរបស់កូនច្បងនិងកូនទី2ដែរពេលដឹងថាជាអ្នកមានក៏លួចលុយរត់ចោលដើម្បីកុំឲ្យកូនពៅដែលមានចិត្តស្នេហាឈួតលីលីដាដានតាមបងប្រុសរបស់គេទើបតែកុំចង់ខ្លាញ់ខ្លួនជាគ្រូសាអ្នករនៅតាមស្រុកស្រែមកទទួលរៀបការសូម្បីតែថ្លៃទឹកដោះក៏មានត្រឹមតែអង្គ2គីឡូដែរក្មេងស្រីដែលមិនដឹងរឿងអ្វីក៏ត្រឡប់ទៅផ្ទះជាមួយបុរសម្នាក់នោះទើបតែចូលដល់មាត់ទ្វារក៏ស្រឡាំងកាំងនឹងទិដ្ឋភាពចំពោះមុខបងប្រុសច្បងដែលឈឺធ្ងន់បងប្រុសទី2ដែលខ្លំម្ដាយក្មេងដែលពិការនិងបងម្នាក់ទៀតដែលរស់នៅមិនបានដោយខ្លួនឯងព្រោះខ្វិនម្ដាយក្មេងបានឲ្យក្មេងស្រីនោះឲ្យអង្គុយលើគ្រែដេកហើយរៀបរាប់ពីសភាពលំបាកក្នុងផ្ទះម្ដងមួយឬបែបនេះសូម្បីតែបុរសម្នាក់នោះក៏ភ័យដែរខ្លាចថានឹងធ្វើឲ្យក្មេងស្រីដែលខ្លួនលួចស្រឡាញ់រត់ចោលទើបតែនឹងបើកមាត់ពន្យល់ការពិតមិននឹកស្មានថាក្មេងស្រីម្នាក់នោះមិនត្រឹមតែមិនស្អប់ប្រតិកម្មដំបូងរបស់នាងគឺអាណិតប្តីខ្លាំងណាស់ដែលឆ្លងកាត់ជីវិតលំបាកតាំងពីតូចតាមពិតនៅទីនេះក៏ល្អម្យ៉ាងដែរគ្រាន់តែតូចបន្តិចហើយស្អាតបាតណាស់ថ្ងៃក្រោយគ្រាន់តែពួកយើងជួយគ្នាទៅវិញទៅមកប្រកាសជាអាចរស់នៅបានយ៉ាងល្អប្រសើរជាងមុនប្រតិកម្មរបស់ក្មេងស្រីម្នាក់នេះធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលម្ដាយក្មេងក៏ប្រញាប់យកសំមួយមកពីក្នុងធុងអង្គរហើយប្រគល់ទៅឲ្យដៃក្មេងស្រីនោះប្រគល់ទ្រព្យសម្បត្តិទាំងអស់ក្នុងផ្ទះឲ្យនាងជាអ្នកគ្រប់គ្រងក្មេងស្រីឃើញបែបនេះក៏រំជួលចិត្តយ៉ាងខ្លាំងនាងបានសន្យាថានឹងមិនធ្វើឲ្យគ្រួសារខកបំណងឡើយនាងឯណានឹងដឹងថាខ្លួនឯងបានខ្លាចជាអ្នកគ្រប់គ្រងផ្ទះរបស់មហាសេដ្ឋីទៅយ៉ាងងឹតទៅងល់បាត់ទៅហើយបុរសម្នាក់នោះឃើញភាពល្អរបស់ប្រពន្ធបែរជាមានចិត្តត្រកដួលនឹងកំហុសកំពុងគិតថាថ្ងៃក្រោយនឹងប្រាប់រឿងរ៉ាវយ៉ាងណាល្អពេលនេះក្មេងស្រីដែលទើបងូតទឹកហើយក៏ដើរចូលក្នុងបន្ទប់បុរសម្នាក់នោះក៏ភ្ញាក់ផ្អើលញូក្នុងដៃក៏ធ្លាក់ទៅលើជើងរបស់គេក្មេងស្រីក៏ប្រញាប់ចូលទៅមើលអ្នកទាំងពីរបានជួបនឹងរឿងស្និទ្ធស្នាលជាមួយគ្នាព្រឹកថ្ងៃបន្ទាប់ក្មេងស្រីក៏ភ្ញាក់ផ្អើលជាខ្លាំងលើកទៅសុទ្ធតែបង្កងដាក់តម្រៀបគ្នាហើយនៅមានម្ហូបតម្លៃថ្លៃទៀតបងប្រុសទាំងពីរខ្លាចបែកការក៏បញ្ចុះបញ្ចូលម្ដាយឲ្យប្រញាប់សារភាពឯក្មេងស្រីវិញគិតថាម្ដាយក្មេងបារម្ភថានាងញ៉ាំម្ហូបធម្មតាមិនកើតទើបបានរៀបចំម្ហូបពិសេសទាំងនេះដូច្នេះហើយនាងបែរជាសុំកុំឲ្យចាស់ទាំងពីរចំណាយលុយបែបនេះទៀតនាងអាចញ៉ាំរបស់លំបាកបានឃើញក្មេងស្រីយល់ចិត្តបែបនេះម្ដាយក្មេងកាន់តែពិបាកក្នុងការបាត់មាត់ប្រាប់ការពិតដល់ពេលយប់លេខារបស់បុរសម្នាក់នោះបានលួចយកបាយការហិរញ្ញវត្ថុនៃត្រីនេះមុនមកជូនដល់ផ្ទះចំណូលសរុបឡើងដល់$3,000,000មិននឹកស្មានថាក្មេងស្រីដើរចូលមកឃើញល្មមអ្នកទាំងពីរប្រញាប់កុហកថាលេខាគឺជាមន្ត្រីឃុំដែលចុះមកជួយជើងត្រីក៏បងប្រុសក៏ប្រញាប់ដោះសារថាគ្រួសារពួកគេជាអ្នកការពារទើបបានជាមានគេមកសួរសុខទុក្ខជាញឹកញាប់ក្មេងស្រីដែលស្លុតត្រង់មិនបានគិតច្រើនអ្វីទេថែមទាំងប្រាប់ទៅគ្រប់គ្នាថាខ្លួនបានសម្រេចចិត្តរួចហើយថាថ្ងៃស្អែកនឹងចេញទៅធ្វើការរកលុយថ្ងៃបន្ទាប់ក្មេងស្រីក៏ចេញទៅតាមផ្លូវដើម្បីដើរចែកខិតប័ណ្ណគ្រួសារនាងនាំគ្នាពោលថានាងពិតជាឧស្សាហ៍ពេកហើយខ្លាចថានាងនឹងហត់នឿយបុរសម្នាក់នោះក៏បញ្ជាកូនចៅភ្លាមឲ្យនាំគ្នាទៅយកខិតប័ណ្ណពីដៃប្រពន្ធខ្លួនរហូតអស់ដើម្បីចង់រកលុយបន្ថែមជួយគ្រួសារក្មេងស្រីក៏ទៅធ្វើជាអ្នកលក់គ្រឿងអលង្ការបុរសនោះក៏បញ្ជាបុគ្គលិកភ្លាមឲ្យនាំគ្នាទៅទិញគ្រឿងអលង្ការនៅហាងប្រពន្ធខ្លួនរហូតដល់អស់រលីងក្មេងស្រីគ្រាន់តែមានអារម្មណ៍ងឿងឆ្ងល់បន្តិចនឹកស្មានថាអ្នកនៅទីនេះសុទ្ធតែជាអ្នកមានទឹកចិត្តល្អយប់ឡើងពេលត្រឡប់ដល់ផ្ទះក្មេងស្រីបែរជាយកលុយដែលរកបាននៅថ្ងៃនេះទៅបែងចែកជូនដល់មនុស្សគ្រប់គ្នាក្នុងផ្ទះថែមទាំងគិតគូរចង់សន្សំលុយឲ្យបានច្រើនជាងនេះដើម្បីជួសជុលផ្ទះចាស់ទ្រុឌទ្រោមនេះឲ្យល្អឡើងវិញម្ដាយក្មេងក៏ហើយរំជួលចិត្តជាខ្លាំងទីបំផុតក៏ទ្រាំមិនបានក៏និយាយទៅកាន់នាងថាតាមពិតគ្រួសាររបស់ពួកយើងម្ដាយរំជួលចិត្តខ្លាំងពេកយូរហើយដែលមិនដែលឃើញមានអ្នកណាធ្វើល្អបែបនេះថ្ងៃនេះក្មេងស្រីបានដាក់ពាក្យធ្វើជាបុគ្គលិកនៅកន្លែងដេញថ្លៃតែទើបតែទៅដល់មាត់ទ្វារស្រាប់តែជួបនឹងបងស្រីច្បងនិងបងថ្លៃបងស្រីច្បងជួបភ្លាមក៏ប្រញាប់បង្ហាញអួតអំពីចិញ្ចៀនពេជ្រដ៏ធំតែប្តីនាងទិញឲ្យថែមទាំងអួតថាចង់មកកប់បន្ទប់ប្រធានាធិបតីស្នាក់នៅសិនតែក្មេងស្រីបានលើដំណឹងមកថាក្រុមហ៊ុនបងថ្លៃនាងកំពុងផ្សាយថនហើយឥឡូវនេះកំពុងជំពាក់លុយគេរាប់មិនអស់តែនៅតែខំប្រឹងធ្វើជាអ្នកមានមិននឹកស្មានថានៅពេលនោះកូនប្រុសមហាសេដ្ឋីនៃហៃឆឹងបានលេចមុខនៅសន្តាគារភ្លាមនោះគ្រប់គ្នាក៏នាំគ្នារំមើលអ្នកមានមុខមាត់ឯក្មេងស្រីដែលត្រូវគេបុកដួលបែរជាមិនដឹងអ្វីទាំងអស់ថាមនុស្សអស្ចារ្យម្នាក់នោះគឺជាប្តីរបស់ខ្លួនឯងនៅពេលដែលបងស្រីនិងបងថ្លៃឃើញក្មេងស្រីនៅកន្លែងដេញថ្លៃក៏នាំគ្នាចំអកឲ្យនាងភ្លាមកើតចេញពីពោះម៉ែតែមួយជាមួយគ្នាហើយអ្វីបានជាមានគម្លាតខុសគ្នាឆ្ងាយដល់ម្លេះពេលនេះអ្នកផ្សេងទៀតក៏ចាប់ផ្ដើមសម្គាល់ឃើញអាទិត្យអ្នកនាងទី7នៃត្រកូលឈូបន្ទាប់ពីទៅរៀបការនៅជនបទថ្លៃជាអ្នកក្រីក្រឥឡូវនេះធ្លាក់ខ្លួនមកធ្វើជាអ្នករត់ទៅហើយក្មេងស្រីមិនចង់រមាត់ឡើយតែបងស្រីច្បងដែលមានចរិតអាក្រក់នៅតែមិនព្រមឈប់បងស្រីមានរឿងអ្វីមែនទេនរណាជាបងស្រីរបស់ឯងរៀបការជាមួយមនុស្សអន់ចរិតបែបនោះខ្ញុំមិនមានបងស្រីដូចឯងទេទោះបីជាក្មេងស្រីទៅបាត់បានពីម៉ាត់ក៏ត្រូវបងស្រីវាមួយដៃដួលទៅលើដីចែកដល់ហេតុការណ៍នេះត្រូវលេខាឃើញស្ទើរតែទាំងស្រុងនាងក៏ប្រញាប់ទូរស័ព្ទទៅប្រាប់បុរសម្នាក់នោះភ្លាមពេលដឹងថាប្រពន្ធខ្លួនត្រូវគេធ្វើបាបគ្រួសារនោះក៏ប្រញាប់នាំគ្នាទៅកន្លែងដេញថ្លៃត្រឡប់មកវិញក្មេងស្រីនៅតែមានចិត្តល្អនៅតែប្រាប់ឲ្យបងស្រីប្រញាប់លេងលះជាមួយប្តីរបស់គេតែមនុស្សចរិតអាក្រក់បែរជាគិតថាប្អូនស្រីចំណែននឹងជីវិតនាងក៏ទះកំភ្លៀងនាងមួយដៃទៀតបន្ទាប់មកក៏ចាប់នាងមិនឲ្យរើមរ៉ាដើម្បីចង់បង្រៀនឲ្យនាងចេះខ្លាចក្រែងខ្លះក្នុងពេលដែលច្របូកច្របល់នោះសោដែលម្ដាយក្មេងឲ្យក៏ធ្លាក់ចេញមកក្មេងស្រីឃើញបែបនេះក៏អង្វរឲ្យបងស្រីប្រគល់សមមកវិញតែមនុស្សចរិតអាក្រក់បែរជាចាប់សក់ក្មេងស្រីនោះលើកសោឡើងបំរុងនឹងចាប់ភ្នែករបស់នាងតើនរណាហែនប៉ះប្រពន្ធរបស់ខ្ញុំ